សូមស្វាគមន៍មិត្តអ្នកស្ដាប់ទាំងអស់គ្នាមកកាន់ផ្លូវនៃជីវិតថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមេរៀនទី25អំពីកំណើតព្រះយេស៊ូវចំណុចសំខាន់ដែលយើងត្រូវចងចាំពីមេរៀននៅថ្ងៃនេះគឺព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដែលព្រះជាម្ចាស់បានសន្យាថានឹងចាត់ឲ្យយើងមកនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក1ខ21បានចែងថានាងនឹងសម្រាលបានបុត្រមួយហើយលោកត្រូវថ្វាយព្រះនាមថាយេស៊ូវត្បិតបុត្រនោះនឹងជួយសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីអំពើបាបរបស់ពួកគេព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់បានចាប់ផ្ដើមពីព្រះជាម្ចាស់បង្កើតផែនដីប៉ុន្តែបន្ទាប់មកមនុស្សមិនស្ដាប់បង្គាប់ព្រះអង្គហើយត្រូវបានដាច់ចេញពីទ្រង់ដូច្នេះព្រះជាម្ចាស់បានសន្យាចាត់ព្រះអង្គសង្គ្រោះមួយអង្គយាងមកដើម្បីឲ្យមនុស្សបានផ្សះផ្សាជាមួយនឹងព្រះអង្គម្ដងទៀតនៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីបានប្រាប់យើងពីរបៀបដែលព្រះជាម្ចាស់បានបំពេញសេចក្តីសន្យាទាំងអស់របស់ទ្រង់តាក់ទងនឹងព្រះអង្គសង្គ្រោះព្រះគម្ពីរម៉ាឡាគីចំពុក3ខ1បានចែងថាព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថាយើងចាត់ទូតរបស់យើងឲ្យទៅមុនដើម្បីរៀបចំផ្លូវសម្រាប់យើងរំពេចនោះព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរកនឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គរីឯទូតនៃសម្ព័ន្ធមេត្រីដែលអ្នករាល់គ្នារងចាំកំពុងតែមកហើយម៉ាឡាគីគឺជាហោរាឬមួយក៏ព្យាង្គការីចុងក្រោយដែលនិយាយទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គគាត់បានរំលឹកពួកអ៊ីស្រាអែលដែលត្រូវបានហៅថាជនជាតិយូដាផងដែរថាព្រះអង្គសង្គ្រោះដែលជាព្រះអម្ចាស់បានសន្យានឹងយាងមកដើម្បីនឹងជួយសង្គ្រោះពួកគេគាត់និយាយទុកមុនដែលមានន័យថាគាត់បានទូទីទុកមុនថាព្រះជាម្ចាស់នឹងចាត់ព្យាង្គការីម្នាក់ទៀតឲ្យមកហើយព្យាង្គការីម្នាក់នេះនឹងរៀបចំចិត្តរបស់ប្រជាជនសម្រាប់ព្រះអង្គសង្គ្រោះដែលនឹងត្រូវយាងមកតាមក្រោយព្រះគម្ពីរលូកាចំពុក1ខ11ដល់ខ17បានប្រាប់យើងថារំពេចនោះលោកសាការីឃើញទេវតារបស់ព្រះអង្គម្ចាស់មួយរូបឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូបឃើញដូច្នោះលោករន្ធត់ចិត្តហើយភ័យខ្លាចទៀតផងទេវតាក៏មានប្រសាសន៍ទៅកាន់លោកថាកុំខ្លាចអីលោកសាការីអើយព្រះអង្គម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយនាងអេលីសាបេតជាភរិយារបស់លោកនឹងបង្កើតកូនប្រុសមួយលោកត្រូវដាក់ឈ្មោះកូននោះថាយ៉ូហានកូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរកូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្តមនៅចំពោះព្រះភ័ក្ត្រព្រះអង្គម្ចាស់មិនសេពសូរាឬគ្រឿងស្រវឹងណាមួយសោះឡើយកូននោះនឹងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធតាំងពីក្នុងផ្ទៃម្ដាយមកកូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអង្គម្ចាស់ជាព្រះរបស់គេវិញកូននោះនឹងមកមុនព្រះអង្គហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាពដោយលោកអេលីយ៉ាបានទទួលដើម្បីបង្វែរចិត្តឪពុកទៅរកកូនព្រមទាំងបំបែកចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិតនិងរៀបចំប្រជារាស្ត្រមួយជាស្រេចទុកសម្រាប់ទទួលព្រះអង្គម្ចាស់ព្រះជាម្ចាស់បានមានបន្ទូលប្រាប់ពីមុនអំពីលោកយូហានដែលត្រូវជាកូនប្រុសរបស់លោកសាការីតាមរយៈព្យាង្គការីម៉ាឡាគីព្រះជាម្ចាស់ជ្រាបរាល់គ្រប់ទាំងកិច្ចការទាំងអស់មុនពេលកិច្ចការទាំងនោះត្រូវបានកើតឡើងទៅទៀតព្រះអង្គសង្គ្រោះដែលនឹងត្រូវយាងមកគឺជាព្រះលោកយូហានត្រូវមកមុនដើម្បីរៀបចំផ្លូវថ្វាយការងាររបស់ព្រះអង្គនៅក្នុងព្រះគម្ពីរលូកាចំពុក1ខ26ដល់ខ31បានចែងថា6ខែក្រោយមកព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉េតក្នុងស្រុកកាលីលេដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ជាគូដណ្ដឹងរបស់កំឡោះម្នាក់ឈ្មោះយូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីតស្ត្រីក្រមុំនោះឈ្មោះនាងម៉ារីទេវតាចូលទៅក្នុងផ្ទះនាងម៉ារីហើយពោលទៅកាន់នាងថាចូលមានអំណរសប្បាយឡើងព្រះអង្គម្ចាស់គប់ព្រះハរតីនឹងនាងហើយព្រះអង្គគង់ជាមួយនាងពេលឮពាក្យនេះនាងម៉ារីរន្ធត់យ៉ាងខ្លាំងនាងរិះគិតក្នុងចិត្តថាតើពាក្យជម្រាបសួរនេះមានន័យដូចម្ដេចទេវតាពោលទៅកាន់នាងថាកុំខ្លាចអីម៉ារីអើយត្បិតព្រះជាម្ចាស់គប់ព្រះハរតីនឹងនាងហើយនាងនឹងមានគភ៌សម្រាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថាយេស៊ូវ
លោកអេសាយបាននិយាយទុកមុនថាព្រះអង្គសង្គ្រោះនឹងកើតពីស្ត្រីព្រហ្មចារីព្រះជាម្ចាស់បានចាត់ទេវតាឲ្យទៅប្រាប់ស្ត្រីព្រហ្មចារីម្នាក់ឈ្មោះនាងម៉ារីថាទ្រង់ជ្រើសរើសយកនាងឲ្យធ្វើជាម្ដាយនៃព្រះអង្គសង្គ្រោះដែលត្រូវយាងមកព្រះជាម្ចាស់មានអធិបតេយ្យភាពទ្រង់មានអំណាចដែលខ្លួនឯងទ្រង់បានជ្រើសរើសនាងម៉ារីទីរក់តូចត្រូវមានឈ្មោះថាយេស៊ូដែលមានន័យថាព្រះអង្គសង្គ្រោះឬអ្នកជួយរំដោះនៅក្នុងព្រះគម្ពីរលូកាចំពុក1ខ32ដល់ខ43បានចែងថាបុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តមហើយគេនឹងថ្វាយព្រះនាមថាព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុតព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីតជាព្រះអាយកោរបស់ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កលជានិច្ចហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មានតែព្រះតែមួយអង្គគត់ដែលមានលក្ខណៈសម្បត្តិ3គឺព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធព្រះរាជបុត្រាគឺជាមនុស្សផងនិងគឺជាព្រះផងដែរព្រះអង្គបានយាងមកកាន់ផែនដីនៅក្នុងលក្ខណៈជាមនុស្សជាកូនចៅរបស់ស្ដេចដាវីតទ្រង់ក៏ជាស្ដេចជារៀងរហូតផងដែរព្យាការីអេសាយបាននិយាយទុកមុនថាព្រះអង្គសង្គ្រោះគឺជាកូនចៅរបស់ស្ដេចដាវីតព្រះគម្ពីរលូកាចំពុក1ខ34ដល់ខ45បានចែងថានាងម៉ារីសួរទៅទេវតាថាតើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាននាងខ្ញុំមិនរួមរស់ជាមួយបរិសណាផងដូច្នេះទេវតាឆ្លើយទៅនាងវិញថាព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសន្ធិដ្ឋលើនាងគឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាងហេតុនេះគេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថាព្រះបុត្រារបស់ព្រះជាម្ចាស់ម្យ៉ាងទៀតនាងអេលីសាបេតជាញាតិរបស់នាងមានផ្ទៃពោះ6ខែហើយអ្វីត្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអាទៀតផងក៏ដោយព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយនាងម៉ារីពូលទៅទេវតាថានាងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គម្ចាស់សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះបន្ទាប់មកទេវតាចាក់ចេញពីនាងទៅនៅគ្រានោះនាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដានាងបានចូលទៅក្នុងផ្ទះលោកសាការីហើយជម្រាបសួរនាងអេលីសាបេតពេលនាងអេលីសាបេតឮនាងម៉ារីជម្រាបសួរទេរក់នៅក្នុងផ្ទៃនាងបំរះឡើងហើយគាត់ក៏បានពោពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធរួចបន្លឺសំឡេងឡើងថាព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានាហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរតើរូបខ្ញុំនេះមានឋានៈអ្វីបានជាមេដាព្រះអង្គម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះកាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើងដោយអំណរសប្បាយនាងពិតជាមានសុភមង្គលមែនព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអង្គម្ចាស់ប្រាប់នាងមុខជាសម្រេចមិនខាននាងម៉ារីមិនយល់ថាតើនាងនឹងមានកូនដោយរបៀបណាបើនាងជាស្ត្រីព្រហ្មចារីព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើឲ្យការនេះអាចកើតឡើងបានគ្មានការអ្វីមួយដែលព្រះជាម្ចាស់ធ្វើមិនបាននោះឡើយដោយសារតែឪពុករបស់ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ទ្រង់បានប្រសូតមកដោយគ្មានអំពើបាបតតែសោះព្រះគម្ពីរម៉ាថាយចំពុក1ខ1បានចែងយ៉ាងច្បាស់ថានេះជាបញ្ជីរាយនាមព្រះអាយកោរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជវង្សរបស់ព្រះបាទដាវីតដែលត្រូវជាពូជពង្សរបស់លោកអាប់រ៉ាហាំព្រះជាម្ចាស់បានសន្យាជាមួយនឹងលោកអាប់រ៉ាហាំនិងស្ដេចដាវីតថាព្រះអង្គសង្គ្រោះគឺជាកូនចៅរបស់ពួកគេព្រះជាម្ចាស់តែងតែរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ចព្រះយេស៊ូវក៏ត្រូវបានហៅថាជាព្រះគ្រីស្ទផងដែរឈ្មោះថាព្រះគ្រីស្ទមានន័យ3យ៉ាងគឺទី1ទ្រង់គឺជាព្យាការីព្រះយេស៊ូវនឹងប្រាប់មនុស្សអំពីផ្លូវរបស់ព្រះជាម្ចាស់ដែលនឹងត្រូវបានរំដោះចេញពីអំពើបាបនិងការដាក់ទោសជារៀងរហូតទី2ទ្រង់គឺជាមហាបូជាចារ្យព្រះយេស៊ូវគឺជាអ្នកសម្របសម្រួលរវាងព្រះជាម្ចាស់និងមនុស្សសម្រាប់ការអត់ទោសបាបទី3ទ្រង់គឺជាស្ដេចព្រះយេស៊ូវនឹងគ្រប់គ្រងជារៀងរហូតនៅក្នុងនាមជាស្ដេចព្រះគម្ពីរម៉ាថាយចំពុក1ខ18ដល់ខ23បានចែងថានេះជាដំណើររឿង
អំពីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទនាងម៉ារីមាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែបមុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នានាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយលោកយ៉ូសែបស្វាមីរបស់នាងជាមនុស្សសុចរិតលោកមិនចង់បំបាក់មុខនាងឡើយគឺលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់វិញពេលលោកកំពុងគិតដូច្នេះស្រាប់តែមានទេវតារបស់ព្រះអង្គម្ចាស់មកប្រាប់លោកក្នុងសិប្បនិមិត្តថាលោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីតអើយសូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយបុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធនាងនឹងសម្រាលបានបុត្រមួយហើយលោកត្រូវថ្វាយព្រះនាមថាយេស៊ូត្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេហេតុការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលព្រះអង្គម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថាមើលស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះនាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយព្រះនាមថាអេម៉ាញូអែលប្រែថាព្រះជាម្ចាស់គង់ជាមួយយើងនាងម៉ារីបានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់ឈ្មោះថាយូសែបគាត់បានសម្រេចចិត្តផ្ដាច់ពាក្យព្រោះគាត់គិតថានាងម៉ារីមានផ្ទៃពោះជាមួយនឹងបុរសផ្សេងទៀតទេវតានៃព្រះជាម្ចាស់បានប្រាប់លោកយូសែបឲ្យរៀបការជាមួយនឹងនាងម៉ារីព្រោះនាងមានផ្ទៃពោះដោយសារតែព្រះវិញ្ញាណបរិសុទ្ធព្រះយេស៊ូវនឹងយាងមកដើម្បីជួយសង្គ្រោះប្រជាជនរបស់ព្រះអង្គឲ្យរួចពីអំពើបាបទ្រង់មានព្រះនាមមួយថាអេម៉ាញូអែលមានន័យថាព្រះជាម្ចាស់ផ្ទាល់ទ្រង់នឹងយាងមកប្រសូតជាមនុស្សនឹងគង់នៅជាមួយនឹងពួកយើងទាំងអស់គ្នានៅលើផែនដីលូកាជំពូក2ខ1ដល់ខ7បានចែងថានៅគ្រានោះព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមអូគូមានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ក្នុងចក្រភពរ៉ូម៉ាំងទាំងមូលការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោកកេរេនីសធ្វើជាទេសាភិបាលនៅស្រុកស៊ីរីអ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួនរីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉េតក្នុងស្រុកកាលីលេឆ្ពោះទៅភូមិបេតលេហឹមក្នុងស្រុកយូដាជាភូមិកំណើតរបស់ព្រះបាទដាវីតព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីតលោកទៅចុះឈ្មោះជាមួយនាងម៉ារីជាគូដណ្ដឹងដែលមានផ្ទៃពោះពេលអ្នកទាំងពីរនៅឯភូមិបេតលេហឹមនាងម៉ារីគ្រប់ខែហើយនាងសម្រាលបានបុត្រមួយជាបុត្រច្បងនាងរុំបុត្រនោះនឹងសម្ពុតរួចដាក់ឲ្យផ្ទុំក្នុងស្នូកសត្វត្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះលោកយូសែបនិងនាងម៉ារីបានធ្វើដំណើរពីភូមិណាសារ៉េតទៅភូមិបេតលេហឹមដែលជាភូមិកំណើតរបស់ស្ដេចដាវីតនិងត្រូវរាប់ក្នុងជំរឿនប្រជាជនពេលដែលពួកគេទាំងពីរនាក់លោកយូសែបនិងនាងម៉ារីស្នាក់នៅក្នុងភូមិបេតលេហឹមនាងម៉ារីបានសម្រាលកូនលូកាជំពូក2ខ8ដល់ខ20បានចែងថាក្នុងស្រុកនោះពេលយប់មានពួកគង្វាលមើលវងសត្វរបស់គេតាមវាលស្មៅពេលនោះទេវតារបស់ព្រះអង្គម្ចាស់មកឈរនៅក្បែរពួកគេសេរីរុងរឿងរបស់ព្រះអង្គម្ចាស់បានភ្លឺចិញ្ចែកចិញ្ចាចនៅជុំវិញគេនាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំងទេវតាពោលទៅគេថាកុំខ្លាចអ្វីឡើយខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នាដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់យប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីតព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយគឺព្រះគ្រីស្ទជាអម្ចាស់នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹងគឺអ្នករាល់គ្នាមុខជាឃើញទារកមួយទើបនឹងប្រសូតរុំដោយសម្ពុតផ្ដេកនៅក្នុងស្នូកសត្វរំពេចនោះមានទេវតាច្រើនកកចុះពីស្ថានបរមសុខមករួមជាមួយទេវតានោះច្រៀងសរសើរព្រះជាម្ចាស់ថាសូមលើកដំកើងសេរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្តីសុខសាន្តនៅលើផែនដីលុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅពួកគេបបួលគ្នាថាទៅយើងនាំគ្នាទៅបេតលេហឹមមើលហេតុការណ៍ដែលកើតមានដោយព្រះអង្គម្ចាស់បានសម្ដែងឲ្យយើងដឹងនោះមើលពួកគេក៏ប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅឃើញនាងម៉ារីលោកយ៉ូសែបព្រមទាំងព្រះអរោះផ្ទុំក្នុងស្នូកសត្វពេលពួកគង្វាលឃើញព្រះអរោះហើយគេក៏រៀបរាប់អំពីសេចក្តីដែលទេវតាបានប្រាប់អំពីព្រះអរោះនេះ
អស់អ្នកដែលបានលើពួកគង្វាលនិយាយនឹកឆ្ងល់យ៉ាងខ្លាំងរីឯនាងម៉ារីវិញនាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្តព្រមទាំងត្រេះរិះពិចារណាថែមទៀតផងបន្ទាប់មកពួកគង្វាលត្រឡប់ទៅវិញទាំងច្រៀងលើកដំកើងសេរីរុងរឿងរបស់ព្រះជាម្ចាស់ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮស្របតាមសេចក្តីដែលទេវតាបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយពួកទេវតានៃព្រះជាម្ចាស់បានប្រាប់ពួកអ្នកគង្វាលជានៅយប់នោះថាព្រះគ្រីស្ទជាព្រះអម្ចាស់បានប្រសូតហើយនៅក្នុងភូមិបេតលេហឹមកំណើតរបស់ស្ដេចដាវីតព្រះគម្ពីរម៉ាថាយចំពុក2ខ1ដល់ខ6បានចែងថាព្រះយេស៊ូវប្រសូតនៅភូមិបេតលេហឹមក្នុងស្រុកយូដានារជ្ជកាលព្រះបាទហេរ៉ូតមានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹមសួរថាព្រះមហាក្សត្ររបស់ជនជាតិយូដាដែលទើបនឹងប្រសូតគង់នៅឯណាយើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើតហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គកាលព្រះបាទហេរ៉ូតឮដំណឹងនេះស្ដេចរន្ធត់ព្រះハរតីយ៉ាងខ្លាំងហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយស្ដេចដែរព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យនិងពួកអាចារ្យទាំងប៉ុន្មានរបស់ប្រជាជនមកដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រីស្ទត្រូវប្រសូតគេទូលស្ដេចថាព្រះគ្រីស្ទត្រូវប្រសូតនៅភូមិបេតលេហឹមក្នុងស្រុកយូដាត្បិតមានសេចក្តីចែងទុកមកតាមរយៈព្យាការីថាភូមិបេតលេហឹមជាដែនដីយូដាអើយក្នុងបណ្ដាក្រុងសំខាន់នៃស្រុកយូដាអ្នកមិនមែនតូចជាងគេទេត្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នកលោកនឹងថែរក្សាជនជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងពួកហោរាមកពីទិសខាងកើតបានមកដល់ក្រុងយេរូសាឡឹមដើម្បីស្វែងរកស្ដេចរបស់ជនជាតិយូដាព្រះបាទស្ដេចហេរ៉ូតដែលជាស្ដេចនៅស្រុកនោះបានសួរពួកអាចារ្យរបស់ជនជាតិយូដាពីកន្លែងដែលព្រះមេស៊ីឬព្រះអង្គសង្គ្រោះប្រសូតពួកគេដែលយ៉ាងថាពួកហោរាបានទូលមួយក៏បានប្រាប់ស្ដេចហេរ៉ូតថាព្យាការីមីកាបាននិយាយទុកមុនថាព្រះអង្គនឹងយាងមកប្រសូតនៅក្នុងភូមិបេតលេហឹមព្រះគម្ពីរម៉ាថាយចំពុក2ខ13ដល់ខ15បានចែងថាកាលពួកហោរាចារ្យចាក់ចេញផុតទៅទេវតារបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្តថាចូលក្រោកឡើងនាំព្រះឱរស់និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីបទៅចូលស្នាក់នៅស្រុកនោះរហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញសឹមមកត្បិតស្ដេចហេរ៉ូតរកធ្វើគុតព្រះឱរស់លោកយ៉ូសែបក្រោកឡើងនាំព្រះឱរស់និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់គាត់ស្នាក់នៅទីនោះរហូតដល់ព្រះបាទហេរ៉ូតសោយទីវង្គតដើម្បីឲ្យស្របនឹងសេចក្តីដែលព្រះអង្គម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថាយើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមកលោកយូសែបបាននាំនាងម៉ារីនិងព្រះយេស៊ូវរត់ភៀសខ្លួនទៅស្រុកអេស៊ីបដើម្បីកុំឲ្យព្រះបាទហេរ៉ូតធ្វើគុតឬក៏សម្លាប់បុត្រយេស៊ូវព្យាការីហូសេបានទីទុកជាមុនថារឿងនេះនឹងកើតឡើងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីគឺជាការបំពេញឲ្យបានសម្រេចនៃព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ព្រះជាម្ចាស់បានចាត់ព្រះអង្គសង្គ្រោះឲ្យយាងមកដោយដែលទ្រង់បានសន្យាព្រះជាម្ចាស់ទ្រង់បានប្រើព្យាការីនៃព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់និងពួកទេវតានៃទ្រង់នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីឲ្យធ្វើជាអ្នកនាំសាររបស់ព្រះអង្គដើម្បីប្រាប់យើងឲ្យបានច្បាស់ពីព្រះអង្គសង្គ្រោះដែលយាងមកដោយដែលទ្រង់បានសន្យាជាការពិតមែនពួកព្យាការីបាននិយាយថាព្យាការីម្នាក់ផ្សេងទៀតនឹងរៀបចំផ្លូវសម្រាប់ព្រះអង្គសង្គ្រោះដែលនឹងត្រូវយាងមកព្យាការីម្នាក់នោះគឺជាលោកយូហានព្រះអង្គសង្គ្រោះត្រូវជាកូនចៅរបស់លោកអាប់រ៉ាហាំព្រមទាំងស្ដេចដាវីតព្រះអង្គត្រូវបានប្រសូតពីស្ត្រីព្រហ្មចារីនៅក្នុងភូមិបេតលេហឹមក្រោយមកព្រះអង្គត្រូវបានរត់ភៀសខ្លួនទៅក្នុងស្រុកអេស៊ីបវិញពួកទេវតានៃព្រះបាននិយាយថាព្រះអង្គសង្គ្រោះដែលត្រូវយាងមកព្រះអង្គផ្ទាល់គឺជាព្រះអង្គម្ចាស់ព្រះអង្គគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ហើយទ្រង់គឺជាស្ដេចជារៀងរហូតព្រះអង្គត្រូវបានដាក់ឈ្មោះថាយេស៊ូវដែលមានន័យថាព្រះអង្គសង្គ្រោះឬអ្នកជួយរំដោះព្រះយេស៊ូវនឹងជួយសង្គ្រោះប្រជាជនរបស់ព្រះអង្គឲ្យរួចផុតពីអំពើបាបព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះជាអ្នកជួយរំដោះដែលព្រះជាម្ចាស់បានសន្យានឹងចាត់ឲ្យទ្រង់យាងមកខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះត
តើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតអំពីរឿងនេះសូមប្រាប់នរណាម្នាក់ពីអ្វីដែលបងប្អូនបានរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ